ឆាពោតបារាំងជាមួយសាច់គោតំណងអត់បងប្អូននេះគឺជាលទ្ធផលដែលទទួលបានបងប្អូនដោយសារតែប្រហែលខែមុនហ្នឹងគឺទៅលេងផ្ទះគេឃើញគេមានដើមហ្នឹងហើយឃើញមានផ្លែទុំក៏សុំគេឲ្យ2ផ្លែមកក៏យកគ្រាប់មកដាំឥឡូវយើងបានផលហើយគឺបានញ៉ាំទៀតលេងយើងដាំចោលទៅបងប្អូនមានណាហើយនេះជាបន្លែធម្មជាតិហ្មងហើយមួយថ្ងៃមុនហ្នឹងគឺបេះបាន3ថែមបានថ្ងៃនេះ5ទៀតល្មមឆាមួយចាននេះបងប្អូនដោយសារផ្លែដុះក្រោយទៀតហ្នឹងគឺតិចតួចប៉ុណ្ណេះគឺយើងអាចល្មមឆាហើយបើតិចទៀតនឹងចាស់ហូបលេងកើតហ្មងហើយពោតបារាំងនេះដែរគឺវីតាមីនជំនួយច្រើនណាបងប្អូនហើយយើងយកមកឆាជាមួយសាច់គោយីវិថាអើយជាតិណាបងប្អូនអើយគុំចង់ឆាយូរហើយប៉ុន្តែដោយសារមួយរយៈមុនហ្នឹងគឺផ្លែមួយពីរគ្នាទៅផ្លែអញ្ចឹងណាដល់ពេលលើកនេះរៀងបានច្រើនគ្រាន់ដែរដោយសារដើមវាកាន់តែរីកធំបែកមែកឥឡូវផ្លែទុយបន្តទៀតហើយបងប្អូនចឹងមិនថាយើងគេហៅថាអាពឹសដៃផ្ទៃឆ្អែតហ្នឹងគឺអត់ខុសទេបងប្អូនយើងដាំដុះហើយយើងបានឆាបានហូបមានបាក់ទិញគេហើយចង់និយាយថាញ៉ាំដោយមានភាពជឿជាក់គឺអត់ខ្លាចមានជាតិគីមីទេគឺរបស់យើងដាំខ្លួនឯងបងប្អូនគឺធម្មជាតិសុទ្ធសាធហ្មងចាឥឡូវវីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលចូលចិត្ត like comment វីដេអូនេះខ្ញុំជូនពរសំណាងល្អទាំងអស់គ្នា